សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ចូលមកកាន់វីដេអូថ្មីហើយអធិស្ឋានអ្នកទាំងអស់គ្នាផងដែរខ្ញុំខានចេញវីដេអូយូរទៅមួយខែជាងដោយសារមួយរយៈនេះខ្ញុំមានជាប់រវល់បន្តិចប៉ុន្តែថ្ងៃនេះគឺខ្ញុំមានតនេអញ្ចឹងខ្ញុំអាចឆ្លៀតពេលធ្វើវីដេអូដោយសារខ្ញុំទៅឃើញកាក់មួយដែលបានលេងនៅក្នុងបៃណាន់ណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលប្រើបៃណាន់គឺយើងប្រកាសជាដឹងហើយថាបៃណាន់កាលពីម្សិលមិញក្នុងថ្ងៃទី2នេះបានធ្វើការលីកកាក់មួយដែលមានឈ្មោះថា Stake Stone ដែលឈ្មោះកាត់របស់វាគឺ STO អញ្ចឹងនៅពេលដែលវាលីដំបូងតម្លៃវាតាម9សេនជាងទេដូចអ្នកទាំងអស់គ្នាបានឃើញនៅលើ screen អញ្ចឹងតែបើសិនជាអ្នកទាំងអស់គ្នាចង់ check មើលខ្លួនឯងអ្នកទាំងអស់គ្នាអាចចូលទៅ check មើលបាននៅក្នុងបាយណាអញ្ចឹងនៅពេលដែលយើងចូលមកអ្នកទាំងអស់គ្នាប្រកាសជាឃើញនៅកន្លែងនេះណាអញ្ចឹងអ្នកទាំងអស់គ្នា scroll មកខាងឆ្វេងតិចមកយើងជួយលើពាក្យ new គឺយើងនឹងឃើញកាក់មួយនេះហើយអញ្ចឹងចំពោះជាក់ស្ដែងឥឡូវតម្លៃរបស់វាគឺវាឡើងរៀងច្រើនគួរសមណាស់គឺវាឡើងទៅដល់21សេនជាងហ្នឹងហើយអាហ្នឹងគឺនៅក្នុងថ្ងៃទី3ម៉ោង5ពេលល្ងាចប៉ុន្តែនៅពេលខ្ញុំផុសវីដេអូតម្លៃវាអាចប្រែប្រួលអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់វិនិយោគទៅលើកាក់ហ្នឹងរបៀបថាយើងចង់ទិញហូរវាគឺមួយគឺយើងចង់លក់វាបើសិនយើងមានកាក់ហ្នឹងហើយអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានហើយវីដេអូនេះខ្ញុំធ្វើដើម្បីប្រាប់អំពីគម្រោងកាក់មួយហ្នឹងថាតែគម្រោងកាក់មួយហ្នឹងគេធ្វើទៅលើអីគេខ្លះហើយវាអាចនឹងពាក់ព័ន្ធទៅលើអីគេខ្លះអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាស្ដាប់នៅក្នុងវីដេអូនេះហើយគឺអ្នកទាំងអស់គ្នាអាចគិតពិចារណាបានបើសិនជាគម្រោងវាមើលទៅវាល្អវាអាចជះផលល្អដល់កាក់មួយហ្នឹងឬវាធ្វើឲ្យឡើងតម្លៃយើងគឺអ្នកទាំងអស់គ្នាអាចទិញបានតែបើសិនជាគិតថាវាអត់ទៅជាល្អហ្មងទេអាហ្នឹងព្រោះយើងគិតតាមហ្នឹងហើយខ្ញុំធ្វើវីដេអូនេះគឺខ្ញុំសូមបញ្ជាក់ដែរអត់ណែនាំឲ្យអ្នកទាំងអស់គ្នាទៅយកលុយទាំងដុលទៅទិញទេអ្នកទាំងអស់គ្នាគិតថាកាក់ហ្នឹងល្អអាហ្នឹងចាំយើងទិញតែបើសិនជាគិតថាវាអត់ទៅមានអីគួរចាប់អារម្មណ៍ទេអាហ្នឹងគួរអត់ទៅព្រោះខ្ញុំគ្រាន់តែធ្វើវីដេអូបង្ហាញទេខ្ញុំមិនមែនឲ្យអ្នកទាំងអស់គ្នាទៅទិញតែម្ដងទេអូខេឥឡូវកុំឲ្យយូរយើងចូលមកដល់ topic ប្រធានបទរបស់យើងទាំងអស់គ្នាអូមួយទៀតអត់បានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងជាមួយនឹងកាក់ STO ហ្នឹងក៏វាមាន airdrop ដែរនៅក្នុង Binance ចំពោះ airdrop ហ្នឹងវាមិនមែនដូច airdrop ដូចអ្នកទាំងអស់គ្នាធ្លាប់ឃើញខ្ញុំបង្ហាញវីដេអូពីមុនដែលយើងទៅលេង game លើ Telegram ឬមួយក៏លើ website ទេចំពោះ airdrop ហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង Binance អញ្ចឹងសម្រាប់អ្នកដែលគាត់បានធ្វើការមានកាក់ Binance ហើយក៏បានយកទៅលុកនៅក្នុង Binance ឬមួយក៏យើង subscribe កន្លែង earn ចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29គឺយើងទទួលបាន airdrop ជាកាក់ Stake Stone ហ្នឹងឯងអញ្ចឹងរយៈពេលមានតែ3ថ្ងៃទេហើយឥឡូវនេះគឺវាហួសបាត់ហើយជាមួយនឹង Binance Holder ហ្នឹងគឺគេអត់ដែរ announcement ឬមួយក៏គេមកប្រាប់យើងមុនថាបើយើងហូរចាប់ពីថ្ងៃនេះយើងទទួលបាន airdrop កាក់នេះអាហ្នឹងគឺគេអត់ដែរបញ្ជាក់ប្រាប់យើងមុនទេអញ្ចឹងឥឡូវបើសិនជាអ្នកទាំងអស់គ្នាធ្វើការហូរឥឡូវអាហ្នឹងក៏យើងអត់បានដែរប៉ុន្តែបើសិនជាវាមានបញ្ជាក់ airdrop លើក្រោយអាហ្នឹងគឺអ្នកទាំងអស់គ្នាអាចទទួលបានតាមហ្នឹងប៉ុន្តែដូចខ្ញុំបញ្ជាក់ខាងលើហ្នឹងអញ្ចឹងអាហ្នឹងគឺគេអត់មានបញ្ជាក់ប្រាប់ថ្ងៃយើងទេយើងអាចហូរទុកចោលទេបើសិនជាចៃដន្យចំថ្ងៃដែលមាន airdrop កាក់ថ្មីអាហ្នឹងគឺយើងនឹងទទួលបានអូខេឥឡូវយើងចូលទៅដល់ project កាក់របស់យើងវិញថាគេធ្វើពីអីអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះកាក់ Stake Stone ទៅមកក៏ STO វាគឺជា decentralized protocol មួយដែលគេរចនាវាឡើងមកដើម្បីកែសម្រួលរបៀបដែលសេចក្ដីដំណើរការឆ្លងកាត់ blockchain ពី blockchain ផ្សេងៗគ្នាគឺប្រកបដោយបានភាពងាយស្រួលតែនៅក្នុង blockchain នៅក្នុង Stake Stone ហ្នឹងគឺវាមានច្រើនជាង20 blockchain ហ្នឹងហើយគឺគេប្រើវាទៅលើ Opinion Chain វិជ័យជា layer 0តាមរយៈស្ថាបត្យកម្មពាក្យហ៊ុនដែលអាចសម្របខ្លួនបានស្តង់ដារនិមិត្តសញ្ញា Omni Chain នឹងការរួមបញ្ចូលយ៉ាងរលូនជាមួយនឹង DeFi នៅទូទាំង Ethereum នឹងលើពីនេះទៅទៀត Stake Stone បានដោះស្រាយបញ្ហាប្រឈមធំៗនៅក្នុងហិរញ្ញវត្ថុដូចជាការបែងចែកសាច់ប្រាក់យ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ដែលចំណាយដើមទុនតិចហើយថ្មីនេះ Stake Stone ក៏បានបញ្ចប់ការផ្ដល់ financing ដល់ចំនួន$22 លានដែលដឹកនាំដោយ VC កម្ពុជារបស់ Polychain Capital ដូចគ្នាសំខាន់គឺជាមួយនឹងកាក់មួយហ្នឹងគម្រោងវិជ័យកាក់មួយហ្នឹងគឺទទួលបានការវិនិយោគដោយ exchange ធំៗចំនួន2គឺហើយទី1គឺ YC Lab និងទី2 OKX Venture អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មាន detail ទៀតគឺអាចចូលមក check មើលនៅក្នុង website បានដែលនេះគឺជា website ផ្លូវការរបស់គេតែម្ដងខ្ញុំដាក់ link នៅខាងក្រោម description អញ្ចឹងណាដោយសារអីជាមួយនឹងគម្រោងកាក់មួយអ្នកទាំងអស់គ្នាដឹងអញ្ចឹងវាមានព័ត៌មានលម្អិត detail ច្រើនមែនតើបើខ្ញុំប្រាប់នៅក្នុងវីដេអូនេះទាំងអស់អានឹងក៏ខ្ញុំប្រាប់អត់អស់ដែរអូខេហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាត្រួសបន្ថែមតិចទៀតជាមួយនឹង product data TVL គឺវាមានរហូតដល់ទៅ$1.3 លានហើយមានអ្នកធ្វើការ stake នៅក្នុងនឹងច្រើនជាង33,300នាក់អញ្ចឹងគឺវាច្រើនមែនតើជាមួយនឹង transaction មានរហូតដល់ទៅ476លានវាបាន deploy នៅលើច្រើនជាង20 blockchain ដូចអ្នកទាំងអស់គ្នាបានស្រាប់ខ្ញុំនិយាយកាលពីដំបូងនឹងអញ្ចឹងហើយវាមាន100 ecosystem នៅក្នុងនឹងរួមបញ្ចូលទាំង layer 1 layer 2 AI និងមុខងារផ្សេងទៀតអូខេអញ្ចឹងខ្ញុំនឹងដាក់ link នៅខាងក្រោមហើយបើសិនជា
តែទាំងអស់គ្នាជាអ្នកមកថ្មីអត់មាន account Binance ពីមុនមកទេហើយបើសិនជាអ្នកទាំងអស់គ្នាអាចចូលនៅក្នុងវីដេអូហ្នឹងហើយខ្ញុំនិយាយពីអីទេអាហ្នឹងគឺអាចមកថ្មីចឹងខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាទៅមើល playlist វីដេអូដែលខ្ញុំនិយាយពីដំបូងទៅវិញថាតើ crypto ជាអ្វីរបៀបយើងបង្កើត Binance របៀបទិញលក់កាក់អីហ្នឹងគឺអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូដំបូងមកងាយស្រួលនៅក្នុងការយល់សារវីដេអូដែលខ្ញុំធ្វើនេះគឺច្រើនសម្រាប់អ្នកដែលគាត់ជើងចាស់នៅនឹងហើយគឺគាត់ងាយស្រួលក្នុងការយល់អញ្ចឹងណាតែខ្ញុំបញ្ជាក់គឺមើលគោលនិយាយទៅលើព័ត៌មាននៅលើបច្ចេកណាមួយទៅទៅលេខនៅលើ exchange ធំអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរហើយអ្នកទាំងអស់គ្នាកុំភ្លេចទៅតាមដាន channel Telegram របស់ខ្ញុំទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានថ្មីៗអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ